ok ông bọn đó này là dương châu tới căn candlestick mấy đại dương hai thaประเภทជា Haramic candlestick pattern ដែលមុននឹងឈានដល់ការមើលទៅលើ candlestick បន្ទាប់សូមបងប្អូនអរគ្នាជួយ subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹង notification ដើម្បីទទួលបានវីដេអូបន្តទៀតនៅក្នុង YouTube របស់ខ្ញុំអូខេបងប្អូនអរគ្នាឥឡូវយើងចូលទៅកាន់ការអានក៏ដូចជាការមើលទៅលើ candlestick របស់យើងដែលយើងឲ្យឈ្មោះថាវាជាប្រភេទ Haramic candlestick pattern បើយើងប្រើពាក្យថា Haramic បងប្អូនប្រហែលជាអត់សូវជាស្គាល់ហ្មងទេប៉ុន្តែបើយើងប្រើពាក្យថា inside bar បងប្អូនអាចជាស្គាល់ច្រើនអូខេបើនៅក្នុងជាភាសាជប៉ុនបើតាមការបកមើលទៅតើតើមួយ Haramic វាអាចនឹងមានន័យថាការមានផ្ទៃពោះការមានបុកអញ្ចឹងណាអូខេប៉ុន្តែ inside bar បើយើងនិយាយទៅវាជាប្រភេទបើយើងអាចនិយាយថាជា positive គឺជា candlestick មួយនៅក្នុង candlestick មួយទៀតអូខេយើងចូលទៅស្គាល់និយមន័យ Haramic pattern គឺវាកើតឡើងអានេះគឺជាគ្រោងឆ្អឹងរបស់វាគ្រោងឆ្អឹងរបស់ Haramic pattern វាកើតឡើងដោយ candlestick 2ដែលមាន candlestick មួយវាធំដែលគេហៅថាជា mother candlestick អូខេដែល candle មួយនេះជា candlestick មួយដែលធំអូខេនឹងកើតឡើងពី candlestick មួយទៀតដែលវាទូចដែលគេហៅថា baby candlestick គឺជា candlestick កូនអញ្ចឹងការដែលជាគ្រោងឆ្អឹងនៅក្នុង candlestick Haramic pattern គឺវាមានកើតឡើងដោយពី candlestick អូខេហើយអ្វីដែលយើងចំណាំនៅក្នុងការប្រើប្រាស់ទៅលើ candlestick បែបហ្នឹងគឺយើងចំណាំត្រង់មួយថា candlestick ទី2គឺវាត្រូវតែស្ថិតនៅក្នុង candlestick ទី1បើធៀបទៅនឹង candlestick ទី1អញ្ចឹងវាប្រៀបដូចជា candlestick ម្ដាយកូនយើងហៅស្រួលទៅអូខេតើតោងជាមួយនឹងប្រភេទ Haramic candlestick pattern យើងមានការបែងចែកជា2គឺជាប្រភេទ bullish and bearish ប៉ុន្តែនៅក្នុងនេះដែរគឺចង់ឲ្យអ្នកនរគ្នាយើងប្រើឈ្មោះទៅលើ inside bar មកទៅបងប្អូនអរគ្នាស្រួលស្គាល់គេថា candlestick នៅក្នុង candlestick អូខេអញ្ចឹងយើងបានបែងចែកជា2ទី1តើតោងជាមួយនឹង bullish inside bar និងទី2គឺយើងហៅថា bearish inside bar អូខេអញ្ចឹងបងប្អូនអរគ្នាប្រភេទ Haramic candlestick pattern ឬក៏ប្រភេទ candlestick inside bar គឺជាប្រភេទ reversal candlestick pattern reversal candlestick pattern មានន័យថាម៉េចគឺជាប្រភេទ candle ដែលពេលដែលវាកើតឡើងវាបង្ហាញពីសញ្ញានៃការបញ្ច្រាស់នៅក្នុងទីផ្សារអញ្ចឹងមិនថាយើងចូលបញ្ច្រាស់ទៅលើទីផ្សារឧទាហរណ៍ទីផ្សារកើននៅពេលដែលចេញវាគឺយើងត្រូវ sell អសូរបើទីផ្សារធ្លាក់ចុះនៅពេលដែលចេញវាគឺយើងត្រូវ buy អាហ្នឹងគេហៅថា reversal candlestick pattern អូខេឥឡូវយើងចូលទៅមើលនិយមន័យរបស់យើងទាំងពីរទៅលើ bullish and bearish inside bar អូខេឥឡូវយើងចូលទៅកាន់និយមន័យរបស់យើងការប្រើប្រាស់ទៅលើ Haramic pattern គឺនៅពេលដែលយើងឃើញវាកើតឡើងគឺវាបានប្រាប់យើងថាទីផ្សារកំពុងតែស្ថិតនៅភាពមិនច្បាស់លាស់កន្លែងណាដែលបញ្ជាក់ថាទីផ្សារកំពុងមានភាពមិនច្បាស់លាស់គឺបង្គោល baby bar គឺ candlestick មួយដែលនៅ candlestick កណ្ដាលហ្នឹងអញ្ចឹងទីទៀតខ្ញុំនឹងឧទាហរណ៍អ្នកនរគ្នាមើលចាក់ស្ដែងអូខេកន្លែងដែលបញ្ជាក់ទៅលើ candlestick ទី2វាមានន័យថាជា candlestick មួយបញ្ជាក់ថាអូខេអ្នកលក់និងអ្នកទិញគឺគាត់កំពុងតែពិចារណាក្នុងទីផ្សារថាគួរសម្រេចចិត្តនៅក្នុងការ buy ឬក៏ការសម្រេចចិត្តនៅក្នុងការ sell អូខេដែលយើងបានបញ្ជាក់មុននឹងថាវាមានពីរប្រភេទមាន bullish inside bar ជាមួយនឹង bearish inside bar អូខេ bullish inside bar វាត្រូវបានប្រើប្រាស់នៅពេលណា bullish inside bar មានន័យថាគឺជាប្រភេទ candlestick pattern មួយដែលរុញឲ្យទីផ្សារមានការកើនឡើងហើយវាជាប្រភេទ reversal អញ្ចឹងន័យថាទីផ្សារមានការធ្លាក់ចុះមកដល់តំបន់ support បន្ទាប់មកវាកើតឡើងជាមួយនឹងប្រភេទជា bullish inside bar អញ្ចឹងទីផ្សារហ្នឹងវាបញ្ជាក់ថាទីផ្សារវាអាចនឹងមានការកើនឡើងទៅវិញនៅពេលដែលយើងឃើញ bullish inside bar គឺយើងត្រៀមនៅក្នុងដាក់ផែនការនៅក្នុងការ buy ឡើងទៅលើវិញអូខេ bearish inside bar គឺជាយើងបញ្ជាក់ថាវាជា reversal pattern អញ្ចឹងនៅពេលដែលយើងឃើញ bullish bearish inside bar គឺយើងព្យាយាមរកកន្លែងក្នុងការ sell អញ្ចឹងន័យថាទីផ្សារមានការកើនឡើងដល់តំបន់ resistance បង្កើតជាមួយនឹងប្រភេទជា bearish inside bar យើងត្រៀមផែនការនៅក្នុងការ sell អូខេបងប្អូនអរគ្នាអញ្ចឹងដូចយើងបញ្ជាក់ថានេះ bullish inside bar យើងរងចាំវាដែលចូលទីផ្សារមានសុវត្ថិភាពគឺវាកើតឡើងនៅតំបន់ support អាហ្នឹង bullish inside bar អញ្ចឹងរងចាំទិញ bearish inside bar យើងរងចាំវាកើតឡើងនៅតំបន់ resistance ហើយយើងរកកន្លែងនៅក្នុងការលក់នៅក្នុងទីផ្សារវិញអូខេឥឡូវយើងចូលទៅមើលការឧទាហរណ៍ជាក់ស្ដែងពីរបៀបនៅក្នុងការប្រើប្រាស់ inside bar ព្រោះចំណុចចាប់ផ្ដើមដំបូងនេះគាត់ខ្ញុំបញ្ជាក់ពីនិយមន័យនៅក្នុងការប្រើប្រាស់វានីមួយៗទេប៉ុន្តែអ្វីដែលសំខាន់ចង់ឲ្យអ្នកនរគ្នាដឹងពីការប្រើប្រាស់របស់វាហើយអានហើយមើលនៅគ្រោងចឹងនៃបង្គំនៃទីផ្សាររបស់ inside bar ទាំងអស់គ្នាអូខេឥឡូវយើងចូលទៅកាន់ការគូវាទាក់ទងជាមួយនឹងការប្រើប្រាស់ inside bar ទាំងអស់គ្នាអញ្ចឹងចំណុចដំបូងគឺយើងចូលទៅកាន់ bullish inside bar bullish inside bar មានថាបញ្ជាក់
nơi không tim xa tha dương ai đừng rô cả lấy nhưng ca tinh làm cho mình bù li hiện sai ba cá lại là on nó pe na sầm mặt ca cho tim xa mình đi ha tim xa mình ca sẽ chó đo làm bòn support và top máu bằng cá nơi một hết bù li hiện sai ba dương rô cả lấy nhưng không cá tính vía tập lập từ mình ok lấy dương cho đọc như chẳng một vốn dương cu Việt Nam không Việt Nam khá thì sao mình ca lại cho thì sao ca lại cho thở ca lại cho cứ bằng ca lang đôi bằng cool candlestick bó vào hòm ok chân dương châu ta đạo Việt ngọc ní candlestick vào hòm candlestick vào hòm và hành vi ca lại cho ok thì sao mình ca cho màu ấy thì sao cầm phong tại miền ca lại cho bằng hai pi cầm lang thì sao đôi miền ca control pi nhẹ lụa ca control rồi nhẹ lụa nó không thì sao nữa á dương chắp tục đầm bón thằng cao mới ní cứ chia đầm bón support ok chẳng là pe là tí xa để mình ca lại cho mau để bật cô để một ba đầm bón support ní nên cái hai thá mà được candlestick được gọi hai thá ở candlestick mà đai ok candlestick mà đai và tốt mau là pe đai tí xa mình ca pa nơi đầm bón support việc ban một cao nơi candlestick mũi cứ chỉ candlestick cone được gọi baby candle đây bệnh chạy hả mình NP là ca lang này baby candlestick cứ mình chạy tha cầm lang ti phá chập đám candlestick đi cô mình cho bà lúa lưới cố bây giờ là rồi bọn này nè ca bây giờ là cứ ca bây giờ là rồi viên nhẹ lúa nâng nhẹ tinh nó không ti xa đi ai tha ô quạt cua đồng sầm lại chất nó không ở ca bài đưa của ca sale đứa cô cắt vô phôi cho nên dân đắng á tại tôi chịu mùi đang ca bây giờ nào bảo gọt dân ok nhưng thời gian tha dương pra từ lên bullish inside baคือตีสามแต่จ้อวีจีประเภท reversal candlestick pattern เด้อยังประกูที่มุ้ยได้ค่ะประกูบัดได้ค่ะทำมาเดบ้าอันนั้นคือจีประเภท candlestick ปอโฮมอันนั้นยังไอเผยปีท่ามาเดบ้าโอเคมาเดบ้าใช่ไหมประเภทจี candlestick ปอโฮมประตูมาvì ban bằng cái candlestick mũi tiết là đi dương đạo po mai dần tới ok vì và các ban candlestick mũi tiết ok chiếc candlestick đại candlestick những cứ chiếc candlestick mũi tút để cái ai hai ta chỉ baby bá cứ chiếc candlestick cone candlestick mũi năng bị chết tham mấy bị chết ha tìm xa cầm phong tại miền thiệp mình cho bà lo ok y ba tí xa ở miền phía cho loเลยcái từ lời ca bài ca sale tham nhẹ để con sale control tí xa này con chụp làm về cho thằng đồng bọn này cứ chỉ đồng bọn support tại con cua tờ hold profit từ đó tiếp rồi con cắt chân rồi con chụp làm thua ca bài từ lời tí xa đang làm cho mình chân chỉ tôi tới số tha inside 3 tại dương châu tí xa np này np là biết cái chân món rồi có np này ok chỉ tới np là ca để châu inside 3 vì mình sẽ tập hiếp dương châu từ một nạt dương tới ok ok ការប្រើប្រាស់សំខាន់បំផុតគឺអ្នកនរគ្នាត្រូវដឹងថាអូខេ candlestick pattern មួយតែយើងគួរចូលទីផ្សារនៅកន្លែងណាអ្វីដែលល្អយើងដឹងណានៅក្នុងនេះអាតំបន់ខាងលើនេះអ្វីដែលយើងចូលគឺតើតើជាមួយនឹង Boolean សាយបាបង្ហាញពីទីផ្សារការឡើងអញ្ចឹងអ្នកនរគ្នាគឺត្រូវធៀមនៅក្នុងការទិញត្រត់តែសួរថាទិញវានៅពេលណាទិញវានៅពេលដែលមាន candlestick បន្ទាប់ទៀតដែលបញ្ជាក់ពីការកើនឡើងហើយវាបាន break out ទៅលើខារ៉ា high នៃ candlestick ចាស់អូខេការចូល inside បានលូត្រាតែវាមានការ confirm នៃការកើនឡើង confirm នៃបកគោ candlestick ពណ៌បៃតងមានថាម៉េចដោយសារយើងអានជានិយមន័យ3 candlestick នេះមានន័យថាម៉េចអូខេ candlestick ទី1 candlestick ពណ៌ក្រហមបញ្ជាក់ពីការ control ទីផ្សារដោយអ្នក sell ប៉ុន្តែវាបាន sell មកដល់ណា sell មកដល់តំបន់ support បន្ទាប់មកវាបានបង្កើតទៅលើ candlestick ទី2ដែលគេឲ្យឈ្មោះថា baby bar បញ្ជាក់ពីភាពមិនច្បាស់លាស់រវាងអ្នក buy អ្នក sell នៅក្នុងការសម្រេចចិត្តថាគួរចូល buy ឬគួរចូល sell ឬក៏កាត់យក profit candlestick ទី3បញ្ជាក់ពីការ confirmation នៃទីផ្សារបានបញ្ជាក់ថាទីផ្សារឥឡូវបានសម្រេចចិត្តហើយនៅក្នុងការទិញទៅលើផលិតផលនឹងមួយឡើងទៅលើទើបវាបានបង្កើតនៅ candlestick ពណ៌បៃតងដែលបញ្ជាក់ពីការ control ទីផ្សារដោយអ្នក buy អូខេអញ្ចឹងមានថាគេចាប់បានសម្រេចចិត្តនៅក្នុងការ buy ឡើងទៅវិញអញ្ចឹងជាចំណុចល្អមួយដែលអ្នកនរគ្នាអាចធ្វើការ buy វាឡើងទៅវិញបានអូខេការចូលទីផ្សារតម្លៃចូលទីផ្សារសម្រាប់នៅពេលដែលយើងឃើញ inside bar អានេះជាប្រភេទ boolean inside bar សួរថាយើងធ្វើការចូលវានៅពេលណាចូលវាគឺនៅពេលដែលវាមាន candlestick នៃការ confirmation ដែលវាបង្ហាញពីការ break out លើតំបន់ high ទៅណា high នៃ candlestick mother bar មានថាឲ្យវា break out
hay breakout អ្នកនរគ្នាចាំថាតើតែវាជា real breakout ទើបវាប្រសិទ្ធភាពព្រោះទីផ្សារពេលខ្លះវាអាចមានជា fake ក៏ថាបានដែរអញ្ចឹងអ្នកនរគ្នារងចាំវាធ្វើការ break out នៅតំបន់ resistance នៃមួយ candlestick នេះគឺជាតំបន់ high វានេះទើបអ្នកនរគ្នាធ្វើការចូលទីផ្សារអញ្ចឹងមើលថាអ្នកនរគ្នារងចាំទៅលើ candlestick បន្ទាប់មួយនេះនៅក្នុងការចូលអូខេអ្នកនរគ្នាចូលទៅហើយសួរ stop loss នៅណាវិញ stop loss សំខាន់អ្នកនរគ្នាដាក់មកខាងក្រោម 100% មកហើយសួរថា TP យើងមើលទៅតាមជាក់ស្ដែងថាតំបន់ណាគឺជាតំបន់ resistance ដែលយើងគួរតែយក TP អានេះគឺជារបៀបនៅក្នុងការចូលទៅលើទីផ្សារនៅពេលដែលវាកើតឡើង inside bar អូខេអ្នកនរគ្នាអញ្ចឹងវាប្រយ័ត្នទៅវិញថាជាប្រភេទ bullish inside bar គឺចូលទៅមានប្រសិទ្ធភាពគឺកំឡុងពេលទីផ្សារមានការធ្លាក់ចុះមកដល់តំបន់ support វាបានបង្កើតទៅជា candlestick pattern bullish inside bar ដែលមាន candlestick មួយជា candlestick ម្ដាយដែលធំហើយបន្ទាប់មកមាន candlestick គឺជា baby bar ដែលបញ្ជាក់ពីភាពមិនច្បាស់លាស់នៃការចូល buy ចូល sell របស់អ្នកទិញនិងអ្នកលក់អ្វីដែលពេលយើងចូលទីផ្សារគឺរងចាំការ confirm នៃការកើនឡើងដែលបញ្ជាក់ថាទីផ្សារបានសម្រេចចិត្តនៅក្នុងការទិញទៅលើទីផ្សារមួយហ្នឹងគឺយើងចូលទៅយើងដាក់ stop loss នៅខាងក្រោម 100% នេះហើយ TP យើងបើកទៅលើតំបន់ resistance អូខេឥឡូវយើងចូលទៅកាន់ candlestick បន្ទាប់គឺជា candlestick bearish inside bar វិញ bearish inside bar កើនឡើងនៅពេលណាដែលយើងចូលទៅមានប្រសិទ្ធភាពគឺនៅពេលដែលទីផ្សារមានការកើនឡើងទៅដល់ណាកើនឡើងទៅដល់តំបន់ resistance ហើយវាបង្កើតបានជាមួយនឹង candlestick bearish inside bar វាបង្ហាញពី reversal candlestick pattern នៃការដែលឲ្យយើងនៅក្នុងការ sell ទៅលើទីផ្សារត្រឡប់មកវិញអញ្ចឹងយើងចូលវាដល់ចំណុចមួយចំណុចគឺទីផ្សារមកដំបូងមានថ្មីមានការកើនឡើងទីផ្សារកើនឡើងហើយកើនឡើងសួរដល់កើនឡើងនៃបកគោលពណ៌អីគេបកគោលពណ៌បៃតងឬក៏យើងដាក់បកគោលពណ៌សតាមចំណង់ចំណូលចិត្តអ្នកនរគ្នាអូខេទីផ្សារបានកើនឡើងគឺ control ដោយអ្នក buy អូខេទីផ្សារកើនឡើងទៀតទីផ្សារបានកើនឡើងទៅលើបន្តទៀតអូខេអានេះយើងគូយើងខ្ជិលដាក់ប្រវេទជា shadow អូខេបន្ទាប់មកយើងបានចាត់ទុកតំបន់មួយនេះគឺជាតំបន់ resistance ហើយវាបានបង្កើតនៅ candlestick មួយទៅប៉ះនៅតំបន់ resistance អា candlestick នេះអ្នកនរគ្នាចាំមកថាជា candlestick គេដែលយើងឲ្យវាឈ្មោះថាគឺជា mother bar គឺជា candlestick មួយដែលមានពណ៌បៃតងឬក៏ពណ៌សធំអានេះគឺជា mother bar អូខេបន្ទាប់មកនៅពេលដែលវាបានប៉ះតំបន់ resistance វាបានបង្កើត candlestick មួយទៀតដើម្បីឲ្យវាចូលទៅលើរូបរាង inside bar នោះគឺជា candlestick មួយដែលយើងឲ្យឈ្មោះវាថាគឺជា baby bar អូខេគឺជា baby bar ដែល candlestick នឹងវាមានរាងទូចនៅខាងក្នុងcandlestick ធំដែលយើងហៅថាជា candlestick ម្ដាយគេហៅថា mother bar អូខេ candlestick ទី1នេះបានបញ្ជាក់ថាម៉េចបញ្ជាក់ថាទីផ្សារ control ដោយអ្នក buy ប៉ុន្តែវាដល់តំបន់ណាវាតំបន់ resistance បន្ទាប់មកវាបានបង្កើតទៅលើ candlestick បន្ទាប់ទៀតជា candlestick ទី2ដែលយើងឲ្យឈ្មោះវាថាជា inside bar candlestick នៅខាងក្នុង candlestick ឬក៏គេហៅ baby bar អូខេមកបកគោលនេះបញ្ជាក់ថាម៉េចបញ្ជាក់ថាទីផ្សារកំពុងតែស្ថិតនៅក្នុងការពិចារណាថាមានភាពមិនច្បាស់លាស់រវាងអ្នក buy និងអ្នក sell ដែលសម្រេចចិត្តទៅលើទីផ្សារមួយហ្នឹងអញ្ចឹងនៅពេលដែលយើងឃើញវាបែបហ្នឹងតើយើងរៀនចូលទីផ្សារបែបណាអូខេ inside bearish inside bar បង្ហាញពី reversal candlestick pattern នៅក្នុងការបញ្ច្រាស់ទិសដៅទីផ្សារពីការកើនឡើងមកជាទីផ្សារមានការធ្លាក់ចុះអូខេតែយើងចូលបែបម៉េចសួរថាឃើញវាភ្លាមអញ្ចឹងយើងចូល sell ភ្លាមហ្មងអត់ខ្ញុំគិតថាអត់ល្អទេសម្រាប់ការចូល sell ភ្លាមរងចាំឲ្យមានការ confirm ពីទីផ្សារគេថាបន្ទាប់ពីដំណាក់កាលសម្រាប់ចិត្តមានពិចារណាយើងត្រូវការសម្រេចចិត្តមួយទៀតត្រង់អញ្ចឹងឲ្យទីផ្សារនឹងសម្រេចចិត្តសិនមកថា confirm buy ឬក៏ sell ឥឡូវឧទាហរណ៍ bearish inside bar bearish inside bar វាបានបញ្ជាក់ជាមួយនឹង candlestick បន្ទាប់មួយទៀតគឺជា candlestick ពណ៌ក្រហមដែលបញ្ជាក់ថាម៉េចទីផ្សារ control ដោយអ្នក sell ឬក៏ទីផ្សារមួយនេះអ្នកដែលចូលទីផ្សារគឺបានសម្រេចចិត្តនៅក្នុងការ sell លើទីផ្សារនោះមកវិញអញ្ចឹងថា confirmation ទេបងប្អូនអ្នកនរគ្នាអញ្ចឹងអ្វីដែលជាការចូលទីផ្សាររបស់អ្នកនរគ្នាគឺអ្នកនរគ្នាដាក់ផែនការនៅក្នុងការ sell អញ្ចឹងថាយើង sell ជាមួយនឹង break out បងប្អូនអ្នកនរគ្នាយើង sell ជាមួយនឹង break out អូខេ sell មកហើយយើងដាក់ stop loss នៅ 100% ខាងលើដែលជាតំបន់ខ្ពស់អូខេការចូលទីផ្សារយើងចូលក្នុងនេះហើយ TP យើងដាក់នៅណាដាក់នៅតំបន់ support ណាមួយដែលអ្នកនរគ្នាគិតថាទីផ្សារនឹងអាចចុះមកដល់អូខេនេះគឺជាការចូលទៅលើប្រភេទ bearish inside bar
ប៉ុន្តែអ្នកនរគ្នាត្រូវចាំថាយើងចូលជាមួយនឹងការ break out ត្រូវអត់ប្រព័ន្ធនេះគឺជាការ break out នៃតំបន់ high អូខេ break out ការចូលជាមួយនឹង break out អ្នកនរគ្នាត្រូវដឹងថា break out នោះសំខាន់វាជាប្រភេទគេហៅថា real break out ឬក៏ជា fake break out អាហ្នឹងអ្នកនរគ្នាត្រូវដឹងសម្រាប់ធ្វើការចូលទីផ្សារអញ្ចឹងសរុបនិយមន័យវិញ Boolean Sidebar គឺជាប្រភេទ candlestick pattern ដែលបញ្ជាក់ថាទីផ្សារមានការធ្លាក់ចុះហើយវានឹងបញ្ច្រាស់ត្រឡប់ទៅការកើនឡើងវិញហើយ Boolean Sidebar វិញគឺមានថាការឡើងនៅពេលដែលទីផ្សារមានការកើនឡើងទៅប៉ះតំបន់ resistance ហើយនៅពេលដែលចេញ Inside Bar Barrier Inside Bar គឺបានបញ្ជាក់ថាទីផ្សារនឹងមានការបញ្ច្រាស់ត្រឡប់មកវិញអូខេអញ្ចឹងនេះគឺជាការចូលទៅលើទីផ្សាររបស់ Barrier Inside Bar និង Boolean Inside Bar ដែលយើងហៅប្រភេទជា Haramic Candlestick Pattern ដែលយើងគេហៅការអានតាមភាសារបស់ប្រទេសជប៉ុនណាអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងតកតងជាមួយនឹងមេរៀនរបស់យើងតកតងជាមួយនឹងប្រភេទ Haramic Candlestick Pattern ឬក៏គេហៅថា Inside Bar គឺការចូលទីផ្សារគឺបែបហ្នឹងឯងវាជាប្រភេទ Reversal Candlestick Pattern អញ្ចឹងស្គាល់តែបងប្អូនទាំងអស់គ្នានឹងចូលចិត្តការបង្ហាញមួយនេះក៏ដូចជាបងប្អូនអាចយកវាទៅប្រើជាប្រយោជន៍នៅក្នុងការមើលទៅទីផ្សារហើយប្រភេទ Candlestick បែបនេះវាអត់ងាយចេញប៉ុន្តែនៅពេលដែលចេញមកគឺមានប្រសិទ្ធភាពហើយសួរត្រឡប់ទៅវិញថាការដែលឃើញតែប្រភេទនៃ candlestick pattern បែបហ្នឹងតែយើងអាចចូលទីផ្សារបានហ្មងអត់តែវាមួយវាអាចមានប្រសិទ្ធភាព 100% ក្នុងការចូលទីផ្សារទេតែអ្នកនរគ្នាឲ្យមានចំណុចប្រសពជាច្រើនដូចមានការប្រើប្រាស់ RSI ឬក៏ indicator ឬក៏បច្ចេកទេសផ្សេងៗផ្សំគ្នាវាមានចំណុច confluence កាន់តែច្រើនកាន់តែចូលទៅមានប្រសិទ្ធភាពអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេច follow TikTok ក៏ដូចជា subscribe ទៅលើ YouTube channel របស់ខ្ញុំក៏ដូចជាដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនល្អៗបន្តមកទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នា